យ៉ាងមិនតែហាញ់រឿងដែលយើងឲ្យឯងធ្វើនោះខ្ញុំមិនទាន់រកទីតាំងមកឃើញទេតែនាងក៏មកអីមិនជួយទេខ្ញុំមិនបានជួបនាងហើយពុទ្ធោហើយយើងប្រាប់ហើយតាំងថាទីតាំងវានៅក្នុងផ្សារអ៊ីអន3នឹងហើយឯងមិនចេះមើលអក្សរទេឬយ៉ាងម៉េចរីយ៉ា collection ពុទ្ធោនាងផ្សារធំសឹងស្លាប់ហើយហាងលក់តំណែងក៏មានច្រើនទៀតខ្ញុំមិនទាន់ប្រទះនោះទេតែពេលនេះខ្ញុំកំពុងតែនៅអ៊ីអនហើយណាមិនក៏មិនចេះទៅសួរគេតាំងនេះចាំឲ្យយើងប្រាប់គ្រប់រឿងមែនទេធ្វើការខាងនេះមិនចេះឆ្លាតសោះបើបានជួបវាហើយតាមមើលវាឲ្យជាប់ថាវាទៅហ្នឹងផ្ទះវានៅម្ដុំហ្នឹងប៉ាម៉ាក់វាឈ្មោះអីអញ្ចឹងប៉ុណ្ណឹងសិនហើយនរណាស៊ើបតើកូនមុននេះលើនិយាយទូរស័ព្ទនិយាយពីរឿងអីទេគឺគ្មានទេខ្ញុំនិយាយជាមួយមិត្តភក្តិតាំងវាបបួលទៅខូបកំណាត់វានឹងហើយគ្មានអីទេតែមិញនេះម៉ាក់លើថាឲ្យស៊ើបរមើលស៊ើបពីនរណាវិញគឺស៊ើបរកកន្លែងខូបកំណាត់ហ្នឹងវាមិនចង់ធ្វើនៅផ្ទះខ្ញុំក៏បានប្រាប់វាទៅឲ្យស៊ើបស៊ូគេទេមានកន្លែងណាខ្លះអាចធំទូលាយអាចធ្វើខូបកំណាត់បានហើយមិនយល់ក្មេងឥឡូវគ្រាន់តែធ្វើខូបសោះចាំបាច់ចំណាយអីច្រើនម្លឹងធ្វើតែនៅផ្ទះមានបងប្អូនហៅមិត្តភក្តិតែប្រហែលនាក់ក៏បានហើយចាំបាច់ចំណាយច្រើនលើទីតាំងធ្វើហើយម៉ាក់គេមានលុយគេធ្វើអីក៏បានដែរហើយចាស់មិនឃើញប៉ាអីទេម៉ាក់រកមកជុំផ្ទះហើយមិនឃើញសោះលោកប៉ាគាត់ទៅធ្វើការនឹងហើយថ្មណែទៅហើយម៉ាក់ធ្វើដូចអត់ដឹងអញ្ចឹងធ្វើការអីទេបើថ្ងៃនេះជាថ្ងៃអាទិត្យហ្នឹងឯងបាត់ទាំងព្រឹកតែម្ដងទេក៏មិនចូលទៀតយ៉ាប់ណាស់តែពេលនេះតែណាក៏មិនប្រាប់ហើយគាត់ប្រហែលជាមានការហើយចុះនេះមានអីញ៉ាំហើយនៅម៉ាក់ខ្ញុំឃ្លានហ្នឹងនៅទេនេះចេះធ្វើម្ហូបញ៉ាំខ្លួនឯងខ្លះទេមិនមែនក្មេងទេណាចង់បានតែប្តីតែខ្លួនឯងវិញមិនចេះការងារផ្ទាំងប្រណាគេមកដណ្ដឹងបើតែបែបនេះនោះពុទ្ធោម៉ាក់ស្រីសម័យនេះមិនមែននៅតែក្នុងចង្ក្រានបាយចាំអំរើប្តីនោះទេស្ត្រីគឺមានសិទ្ធិស្មើនឹងបុរសហើយមនុស្សស្រីខ្លាំងគឺពូកែជាងបុរសទៅទៀតហើយមានការងារមានប្រាក់ចំណូលច្រើនជាងបុរសក៏មានដែរហើយចុះឯងនោះមានអីខ្លះក្នុងខ្លួននោះរាល់ថ្ងៃក្រែងចាយទៅលុយម៉ាក់ប៉ាទៅអីណែតែបែបនេះហើយទៅក្មេអេដវីនមិនយកភ្នែកមើលនោះមួយថ្ងៃដើរតែចាយដើរតែលេងម៉ាក់មិនកាន់ជើងទេណាដែលកូនធ្វើបែបនេះនោះមិនដឹងជាស្អីរបស់ម៉ាក់ទេនិយាយមិនអាចចូលធៀបគ្នាសោះទៅដេកវិញល្អជាងដោយសារតែមានប៉ាតម្រើពេកឥឡូវកូនទៅជាបែបនេះហើយថាអីមិនដែលស្ដាប់រហូតដល់ធ្លាប់ខ្លួននេះហៀមករកខ្ញុំតែថ្ងៃបែបនេះហៀមិនខ្លាចប្រពន្ធហៀដឹងទេអង្ថ្ងៃមុននោះកូនស្រីរបស់ហៀនាងកាច់ខ្លាំងណាស់មិនអីទេណាបងបានប្រាប់គេហើយថាបងមានការងារនៅខាងក្រៅថ្ងៃនេះយើងបាននៅជាមួយគ្នាពេញមួយថ្ងៃហើយហៀដឹងអន់ថាប្រហែលថ្ងៃមកនេះដែលហៀមិនបានមករកខ្ញុំពិតជាអបសុកណាស់ទៅណាមកណាក៏មិនសប្បាយចិត្តទៅណាក៏មិនរីករាយភាពរីករាយរបស់ខ្ញុំគឺជាពេលដែលបាននៅជាមួយហៀតែប៉ុណ្ណឹងសុំទូណាព្រោះតែមួយរយៈមុនណាបងរវល់ជាមួយការងារផងណាមួយប្រពន្ធកូនរបស់បងទើបចាប់បានបងមានស្រីបងមិនចង់មានបញ្ហាជាមួយនឹងអ្នកផ្ទះដូច្នេះហើយទើបបងមិនសូវបានជាមករកអូននោះតែយើងនៅបន្តតាក់ទងគ្នាលួចលាក់បែបនេះដល់ពេលណាទៅហៀខ្ញុំមកចង់មានគ្រូសាស្ត្រដល់ពេញលេងដូចគេពេលណាទៅហៀនាំអូនទៅនៅក្នុងផ្ទះហៀជាមួយទៅមិនបានទេណាបើធ្វើបែបនេះបងពិតជាស្លាប់មិនខានទេយើងនៅតែបែបនេះហើយបងក៏នៅតែគត់គង់អូនរហូតតាខ្វះខាតអីអូនអាចប្រាប់បងបានណាតែអូនមិនចង់លួចស៊ីរបស់គេលួចលាក់បែបនេះទៀតទេណាអូនចង់រើទៅនៅក្នុងផ្ទះរបស់បងដែរមិនបានធ្វើជាអ្នកទី1ក៏សំត្រឹមតែជាប្រពន្ធចុងរបស់បងម្នាក់ទៀតដែលមានមុខមាត់មានគេដឹងលឺធ្វើអញ្ចឹងមិនបានទេណាអូនផ្ទះតែមួយមានប្រពន្ធដើមផងប្រពន្ធចុងផងមិនកើតទៅគេមិននិយាយឲ្យបងខ្មាស់គេពេញទាំងប្រទេសទៅហើយទេអីបងជាមន្ត្រីមានស័ក្តិធំមានមុខមាត់នៅក្នុងសង្គមមិនទាំងអាចធ្វើរឿងបែបនេះបានទេអូននៅតែខុនដូនេះហើយបើខ្វះខាតរឿងលុយចាយក៏អាចប្រាប់បងបានគ្រប់ពេលណាយ៉ាងណាក៏បងមិនឲ្យអូនពិបាកដែរចាបងហៀអូនគឺពិតជាស្រឡាញ់ហៀខ្លាំងណាស់បងក៏អញ្ចឹងដែរណាថ្ងៃនេះបងបាត់ទូរស័ព្ទចោលមួយថ្ងៃដើម្បីមានពេលនៅជាមួយអូនកុំឲ្យមានអ្នកណាមករំខានពួកយើងខ្ញុំមិនបានស្មាក់ស្មោះជាមួយលោកឯងទេនេះបាត់កុំតែជាអ្នកមានទេសុំអីក៏បានបើមិនអញ្ចឹងទេនោះខ្ញុំមិនយកខ្លួនទៅប្រឡូកប្រឡាក់ជាមួយដៃឡើងចាស់ញញីញញ័រមករកបែបនេះធុញសឹងស្លាំអូនេះជាហាងអារ្យា collection តា
មកនៅត្រង់នេះសោះ ជំរាបសួរលោកមកដល់ណាដែរទេ ខ្ញុំមកទិញសម្លៀកបំពាក់ហើយក៏ចង់ជួបម្ចាស់ហាងដែរនេះម្ចាស់ហាងទៅណាហើយ ចាស់គាត់នៅខាងក្នុងលោកចង់ជួបមានកាយដែរទេលោកមិនបានណាត់គាត់ជាមុនដែរទេ អត់បានណាត់ទេគឺខ្ញុំស្គាល់គាត់តាមរយៈ page Facebook របស់គាត់លើថាជាអ្នកច្នៃម៉ូដដល់ពូកែមែនទេអញ្ចឹងហើយទើបបានជាខ្ញុំមករកនោះ លោកមកទិញឈុតថ្មីឲ្យសង្សារមែនទេបើអញ្ចឹងគឺត្រូវហើយទីនេះគឺសិតតែឈុតស្អាតទាំងអស់នេះ គឺខ្ញុំទិញពាក់ខ្លួនឯងទេមិនបានទិញឲ្យនរណាឡើយហើយមិនក៏សួរច្រើនម្លេះការបាននាំខ្ញុំចូលទៅមើលទៅ សម្រាប់ជាស្រ័យលោកទីនេះមានតែសម្លៀកបំពាក់សម្រាប់នារីប៉ុណ្ណឹងបើសម្រាប់បុរសមិនទាន់មានទេប្រហែលចូលឆ្នាំខ្មែរហើយទើបបានមានសម្រាប់បុរស អោះគឺខ្ញុំក៏ចង់ទិញឈុតឲ្យបងស្រីរបស់ខ្ញុំដែរបានហើយនាំចូលទៅមើលទៅ ចឹងលោកមកតាមខ្ញុំមកលោកមកចុះពេញចិត្តមួយណាដែរទេ ដូចជាអត់សូវមានស្អាតសោះមានទៀតដែរទេ អូចាស់មានច្រើនទៀតលោកមកតាមខ្ញុំមកលោកមកចុះមានតែកាបូបស្បែកជើងអាក្រែគឺសុទ្ធតែស្អាតទាំងអស់នេះហើយបើលោកយកជាឈុតខាងខ្ញុំនៅមានការបញ្ចុះតម្លៃផងដែរណា អោះស្អាតរបស់គេដែរតាអញ្ចឹងខ្ញុំចង់បានឈុតអាពណ៌ស្វាយនោះការបោកមួយនេះនិងស្បែកជើងកៃពណ៌ខៀវមួយនោះ ចាចឹងចាំខ្ញុំរៀបចំឲ្យណាចាំមកផ្លែន ឈប់សិនចុះតម្លៃវិញយ៉ាងម៉េចដែរ ចាលោកឈុតពណ៌ស្វាយនោះគឺ$70កាបូប$45ហើយស្បែកជើងនេះ$30 ស្លាប់ហើយអីក៏ថ្លៃម្លេះចុះខ្លះបានអត់ឯណាម្ចាស់ហាងខ្ញុំចង់និយាយតម្លៃជាមួយម្ចាស់ហាងវិញហើយគេឲ្យមកជប់ខ្ញុំឥឡូវនេះ តម្លៃគាត់ដាក់មកប៉ុណ្ណឹងហើយលោកទៅនិយាយជាមួយគាត់ក៏នៅតែប៉ុណ្ណឹងដែរណា តែខ្ញុំចង់ជប់ម្ចាស់ហាងខ្ញុំថានាងលក់លើតម្លៃចង់បានកងရှုံហើយចាំមើលថាកែនាងដឹងច្បាស់ជាដល់នាងចាញ់ហើយ អត់ទេលោកតម្លៃគាត់ដាក់មកលើផ្លាកនឹងស្រាប់ហើយតាខ្ញុំទៅធ្វើបែបនេះធ្វើអីទេមានរឿងអីទេស្រីនាងចាស់នាងគឺបងប្រុសម្នាក់នេះគាត់ថាខ្ញុំលោកកគាត់ថាថ្លៃពេកគាត់ចង់ជួបនាងនិយាយពីរឿងតម្លៃនេះលោកចង់បានមួយណាដែរទេ ឈុតពណ៌ស្វាយនោះការបោកដៃមួយនេះនិងស្បែកជើងមួយគូនេះនាងលក់យ៉ាងម៉េចដែរ ចាឈុតនឹង70កាបូប45ស្បែកជើង30តម្លៃនេះមែនទេតែកូនចៅខ្ញុំប្រាប់លោកនោះ ត្រូវហើយតែមិនក៏ថ្លៃម្លេះគ្រាន់តែឈុតការបោកនិងស្បែកជើងធម្មតាប៉ុណ្ណឹងនេះលោកកោភ្ញៀវមែនទេលោកប្រងធ្វើតែមានមែនទេ របស់ទាំងអស់នេះនាំចូលពីស្រុកក្រែទាំងអស់ណាកណាត់ក៏ល្អទៀតហើយជាប្រានល្បីផងប៉ុណ្ណឹងមិនចាត់ទុកថាថ្លៃទេមានតែថ្លៃជាងនេះក៏មានដែរលោក ហើយថ្លៃណាស់ចុះខ្លះបានអត់ទាំងអស់នេះតែ$50អីបានហើយ មិនបានទេលោកទាំងអស់$50ចាំមិញមិនរួចថ្លៃឈុតមួយផងនោះ កាត់ថ្លៃហួសពេកគិតថាភ្ញៀវមិនដឹងមែនទេរបស់ធម្មតាសោះតែយកមកដាក់តាំងក្នុងហាងធំដើម្បីតាក់ទាញមែនទេ មិនក៏ថ្លៃទេលោកតម្លៃគឺស្តង់ដារលោកឲ្យរមើលហាងផ្សេងសិនក៏បានខ្ញុំលក់យូរហើយមិនដែលមានភ្ញៀវណាថានោះទេ ព្រោះតែពួកគេមិនដឹងនឹងណាចាំមើលខ្ញុំនឹងថតទុកយកទៅផុសថាហាងរបស់នាងលោកកោភ្ញៀវណាផុសឲ្យបានល្បីម្ដងមើល នេះលោកគ្មានសិទ្ធិមកថតពួកខ្ញុំទេណានាងមកគេធ្វើចុះលោកថតហើយលោកចង់ធ្វើអីទេខ្ញុំក៏មានផតតាំងបញ្ជាក់ដែរថារបស់ខ្ញុំគឺជារបស់សុនមានលិខិតបញ្ជាក់នាំចូលត្រឹមត្រូវបញ្ជាក់ខ្ញុំបណ្ដឹងវិញពីបទបំពេញលើសិទ្ធិឯកជនខ្ញុំណាបើលោកម៉ែគ្រាន់តែចង់បង្ករឿងលោកចេញទៅវិញចាខ្ញុំមិនស្វាគមន៍ភ្ញៀវដូចជាលោកទេចេញទៅ បាទនេះហេតុដេញភ្ញៀវចេញផុសមែនទេចាំមើលណាហាងនាងនឹងបានល្បីហើយមើលងាយខ្ញុំសុទ្ធតែថាខ្ញុំគ្មានលុយទិញ នាងធ្វើមិនទេបើគេផុសមួយបង្កាច់អាក្រក់ពីហាងចឹងនោះមិនអីទេតាមនឹងទេយើងជាមេសតចាំបាច់ខ្លាចភ្លើងធ្វើអីទេស្ទាយបែបនេះខ្ញុំជួបមកច្រើនហើយយើងមិនផុសតាំងថារបស់យើងមិនមែនជារបស់អន់តែខ្ញុំថាគេមិនហ៊ានធ្វើទេយ៉ាងម៉េចហើយកូនរឿងថតរូបសពថ្ងៃនោះរួចរាល់ហើយមែនទេ បាទគឺរួចរាល់ហើយអ្នកម៉ាក់ខ្ញុំដឹងណាស់ថាគោលបំណងអ្នកម៉ាក់ចង់ចាប់គូខ្ញុំជាមួយនឹងនាងអារ្យាមែនទេ
ត្រូវហើយនេះបបានក្មួយអរិយាជាកូនប្រសាននោះគឺគ្រប់ទឹកតែម្ដងចំណេះវិជ្ជាក៏មានមុខរបរក៏មាននេះកូនមិនចាប់អារម្មណ៍ខ្លះទេហើយចុះមិនបានធ្វើតាមម៉ាក់ប្រាប់ដែរទេធ្វើឲ្យតាបើមិនធ្វើតាមស្មានតែបាននាំនឹងទៅថតហ៎មិនមែនរឿងថតទេគឺរឿងដែលម៉ាក់ប្រាប់ថាពេលចប់ការងារនាំគ្នាទៅញ៉ាំអីនោះមិនបានបបួលក្មួយអរិយាទៅញ៉ាំជាមួយដែរទេតែជាមួយគ្នាតែនេះមិនបានញ៉ាំនោះទេព្រោះអីទេអ្នកម៉ាក់ខ្ញុំកំពុងតែនិយាយឲ្យតាអ្នកម៉ាក់កាត់ខ្ញុំធ្វើអីតាគឺឈុនអីនាងមកអុកឡុកពេកអរិយាអារម្មណ៍មិនល្អនាងក៏ត្រឡប់ទៅផ្ទះវិញទៅទាំងមិនទាន់បានញ៉ាំអីផងឈុនអីទៀតហើយក្មេងនឹងពិបាកនិយាយណាបើដឹងថានាងមិនចរិតបែបនេះម៉ាក់ក៏មិនទៅស្និទ្ធស្នាលជាមួយនាងដែរកាលមុននោះក្រែងម៉ាក់នឹងនាងត្រូវដងត្រូវផ្លាយគ្នាណាកាលមុនមិនអញ្ចឹងហីឥឡូវមិនក៏មិនចូលចិត្តនាងទៅវិញព្រោះកាលមុនម៉ាក់មិនទាន់ដឹងពីចិត្តគំនិតរបស់នាងឥឡូវដឹងហើយម៉ាក់មិនចូលចិត្តមិនគិតដែលឃើញធ្វើការងារអីសោះអាំងតែជាកូនដែលមានចាយទៅលុយម៉ាក់ប៉ាគិតថាម៉ាក់ប៉ាចិញ្ចឹមមកជីវិតតែបើក្មេងអរិយាវិញបានមកចប់តែម្ដងហើយចេះរលុយមានសម្ដីសម្ដៅចេះគួសមណែនេះល្អប៉ុនក្មេងអរិយាហើយមិនពេញចិត្តកូនទៀតកុំប្រាប់ថានៅនឹកនៅអាឡ័យអាខ្ទើឆានុននោះហ៎ម៉ាក់ស្គាល់អរិយាច្បាស់ហើយមែនទេបានជាហេតុសាស្ត្រមិនឈប់បែបនេះនោះខ្ញុំថាម៉ាក់គួរតែស្គាល់នាងឲ្យច្បាស់សិនមុននឹងម៉ាក់ឲ្យខ្ញុំទៅតាក់ទងនាងនោះក៏បានម៉ាក់នឹងស្គាល់នាងឲ្យបានច្បាស់ជាងនេះកូនឯងនេះអាយុក៏ច្រើនល្មមមានគូសកលហើយនេះរកកូនប្រសាម៉ាក់មួយមកម៉ាក់ចាស់ហើយចង់មានចៅបល័យនឹងគេតែម៉ាក់ប្រាប់ណែកូនប្រសាម៉ាក់ត្រូវតែជាមនុស្សស្រីនេះខ្ញុំដល់ពេលហើយមែនទេឆាន់នោះនេះជាងទាំងពីរពិតជាគ្មានឱកាសបានជួបគ្នាទៀតទេឬនេះនៅផ្លឹកអីទេមិនលឺម៉ាក់និយាយទេបើមិនពេញចិត្តរីយ៉ាស្រីណាក៏បានឲ្យតែកូនស្រឡាញ់យកមកឲ្យតែកូនព្រមយកម៉ាក់មិនចង់ឃើញកូននៅកំឡោះចាស់ទេចាស់ទៅបានណាមើលថៃរឿងនេះខ្ញុំដឹងហើយម៉ាក់អ្នកម៉ាក់នេះលោកប៉ាតាណាហើយដូចជាមិនឃើញគាត់សោះលើថាតែហាត់ប្រានមិនដឹងតែហាត់ដល់ណាស្មាននេះមិនតន់មកដល់ផ្ទះទៀតអញ្ចឹងខ្ញុំសូមទៅធ្វើការសិនហើយកូនអេដវីននិយាយត្រូវណាមុននឹងឆ្លាញ់នរណាពេញចិត្តនរណាគួរតែដឹងពីគេច្បាស់សិននេះគួរធ្វើម៉េចទើបបានជួបក្មួយអរិយាទេទៅហាងក៏មិនត្រូវទិញអីផងទិញមកឡើងពេញទូមិនទាន់ស្លៀកអស់ផងឬក៏ទៅផ្ទះនាងតែដឹងឲ្យបានជួបម៉ាក់ប៉ានាងផងមែនហើយតែទៅសាកមើលសិនអាឡូជម្រាបសួរលោកស្រីមានការអីជាមួយខ្ញុំទេនេះក្មួយនៅហាងដែរទេចាអត់ទេពេលនេះខ្ញុំមកផ្ទះហើយប្រហែលជាល្ងាចបន្តិចបានចូលទៅបិទបញ្ជីនៅហាងវិញលោកស្រីមានការអីគឺមីងខលប្រាប់ថាការងារដែលក្មួយបានធ្វើថ្ងៃមុនគឺធ្វើបានល្អណាស់ស្អាតគ្រប់ប៉ុស្តិ៍តែម្ដងណាខាងកាត់តគេធ្វើចិត្តរួចហើយចិត្តបានដាក់ផ្សាយលើទូរទស្សន៍ហើយល្អណាស់គឺថាលឿនដែរតែនេះខ្ញុំខំតែបារម្ភខ្លាចការងារមិនល្អមិនអីទេក្មួយណែលើកូនអេដវីនថាក្មួយមានបញ្ហាជាមួយឈុនអ៊ីមែនទេម្នាក់ដែលក្មួយជួបក្នុងហាងអាហារនោះកុំទៅចាប់អារម្មណ៍នឹងនាងអីណានាងតាមស្រឡាញ់កូនអេដវីនមកយូរហើយតែកូនមីងមិនស្រឡាញ់នាងយកខុសតែខ្លួនឯងទេក្មួយកុំបារម្ភពីរឿងហ្នឹងអីណាខ្ញុំអត់បានបារម្ភអីទេលោកស្រីខ្ញុំធម្មតាតែតើនាងនឹងអេដវីនជាអ្វីក៏មិនពាក់ព័ន្ធនឹងខ្ញុំដែរគឺមីងគ្រាន់តែប្រាប់កុំឲ្យក្មួយយល់ច្រឡំកូនមីងក៏នៅកំដៅសតតែម្ដងមិនធ្លាប់មានសង្សារអីទេក្មួយអីមីងចង់ជួបម៉ាក់ប៉ាក្មួយបានម្ដងណាចង់រាប់អានជាមួយពួកគាត់យើងណាត់គ្នានិយាយគ្នាលេងបានទេណាមីងនិយាយអីទេខ្ញុំស្ដាប់មិនសូវច្បាស់សោះប្រហែលជាគ្មានសេវាទេអាឡូក្មួយដាច់បាត់ទៅហើយមិនទាន់ដឹងការអីផងចាំតែពេលក្រោយក៏បានចាស្គាល់ម៉ាក់ប៉ាខ្ញុំបើស្គាល់គាត់ប្រកាសជាដឹងថាខ្ញុំគឺជានរណាហើយអត់ទេមិនអាចគាត់ស្គាល់បានទេមិញនេះនិយាយទូរស័ព្ទជាមួយអ្នកណានឹងកូនមើលទៅទុកមុខដូចជាមិនស្រួលសោះកាម៉ាអេដវីនទេមកខ្ញុំថាចង់ជប់មុខម៉ាក់នឹងប៉ាខ្ញុំខ្លាចគាត់ដឹងថាខ្ញុំគឺជានរណាណាម៉ាក់ពិតជាមិនយល់ពីកូនសឹងចង់យ៉ាងម៉េចឲ្យប្រកាសទៅនេះចិត្តមិនចង់ឲ្យគេស្គាល់ទិញតែទៅទទួលការងារពីគេធ្វើអីទិញម្យ៉ាងវិញទៀតកូនថាកែប្រែខ្លួនឯងដើម្បីខ្លួនឯងពេលកែបានហើយបើជាព្យាយាមលាក់ប្រវត្តិពិនខ្លាចអីទៅកូនយើងហូបបាយផ្ទះយើងតាំងទៅខ្វល់ពីអ្នកណាគេនិយាយធ្វើអីទិញនេះពួកគេមានរឿងអីលបាំងតែមើលទៅដូចជាសម្ងាត់ណាស់គ្រួសារនេះពិតជាមានអីដែលគួរចង់តាមដានពិតមែនវាមិនតាន់ដល់ថ្ងៃដែលត្រូវបង្ហាញទេម៉ាខ្ញុំបារម្ភថាបើលោកស្រីចម្ពោះដឹងថាខ្ញុំជានរណាគាត់ច្បាស់ជាមិនឲ្យអេដវីនតាក់ទងជាមួយខ្ញុំទេ
ប្រកបស្អប់ខ្ញុំខ្លាំងណាស់នេះបើគាត់ដឹងនោះ បើដឹងអញ្ចឹងមកកញ្ចោខ្លួនទៅពាក់ព័ន្ធនឹងគ្រូសានោះធ្វើអីទៅប្រហែលជាកូននឹងអេដវីនមិនមែនជាកូននឹងគ្នាទេដឹងហើយកូនម៉ាក់គិតថាគូទៅរកអ្នកណាដែលស្រឡាញ់កូនដែលជាកូនហើយគ្រូសារបស់គេក៏ព្រមទទួលយើងដែលជាយើងដែរទើបមានក្តីសុងបានហើយចូលទៅក្នុងផ្ទះសិនទៅម៉ាក់បានធ្វើម្ហូបដែលកូនចូលចិត្តហ្នឹង មែនហើយតែប្រាប់អ្នកនាងឈុនអីសិនអាឡូអ្នកនាងឈុនអី យ៉ាងម៉េចបានការខ្លះដែរទី ខ្ញុំបានស្គាល់ផ្ទះនាងហើយគឺនៅជ័យក្រុងនេះទេតែមានរឿងចម្លែកមួយមើលទៅគ្រូសានេះដូចខុសពីធម្មតា ខុសធម្មតាយ៉ាងម៉េចទៅមកកែមិនឆាប់និយាយទៅ ខ្ញុំបានលើកនាងអារ្យានោះនិយាយថាបើសិនជាលោកស្រីចម្ពូដឹងការពិតថានាងជាអ្នកណានោះលោកស្រីម្នាក់នោះប្រកាសជាឈប់ឲ្យលោកអេដវីនតាក់ទងជាមួយនាងព្រោះនាងថាលោកស្រីចម្ពូនោះស្អប់នាងណាស់ស្ដាប់ទៅគ្រូសានេះដូចជាធ្លាប់មានទំនាក់ទំនងជាមួយគ្នាអញ្ចឹង លោកស្រីចម្ពូស្អប់មិនឲ្យតាក់ទងអ្នកណាអញ្ចេះដែលលោកស្រីចម្ពូស្អប់មិនឲ្យតាក់ទងនឹងខ្ញុំដូចជារនឹកមិនឃើញទេក្រែងនាងនោះគឺជាទីពេញចិត្តរបស់លោកស្រីតាំងខ្ញុំក៏មិនដឹងដែរខ្ញុំបានលើកតែបែបនេះមិញមើលទៅអ្នកនាងម្នាក់នេះដូចជាមានអីលាក់បាំងអញ្ចឹង អញ្ចឹងឯងតាមសើបន្តទៀតចាស់មានអីខ្លាំងក៏ឆាប់ប្រាប់ខ្ញុំផងបានហើយអេនេះអ្នកណានឹងអឺតលើមក្បែរគល់ឈើនោះណែបន្តិចនឹងកំពុងធ្វើស្អីហ្នឹងហ៎ អូអត់មានអីទេមីងគឺខ្ញុំអត់សុកពេកដឹងណាក៏មកឆលលេងនៅទីនេះតែមានអីមែនទេ គ្មានទេឃើញអឺតលើមយូរហើយក៏មកស៊ូនឹងហ្នឹងណែតិចមានបំណងអាក្រក់អីទេដឹងហ៎ អត់ទេមីងខ្ញុំមកអង្គុយលេងមែនតាតាមពិតទៅគឺខ្ញុំចង់សុំការងារធ្វើពីអ្នកក្នុងផ្ទះមួយនេះខ្ញុំបានឃើញគាត់ប្រកាសនៅក្នុង Facebook រកអ្នកធ្វើការជាមួយខ្ញុំខំមកតាម location នេះតែខ្ញុំដូចជាមិនហ៊ានទៅជួបពួកគាត់សោះ បើឯងមិនហ៊ានក៏អត់ការងារធ្វើនឹងហើយចង់បានការងារធ្វើមិនក៏មិនចូលទៅស៊ូគេទៅ គឺខ្ញុំដូចជាមិនហ៊ាននឹងណាមួយខ្ញុំក៏មិនបានស្គាល់ឈ្មោះអ្នកនៅក្នុងផ្ទះនេះទៀតអ្នកមិនស្គាល់ដែរទេ ខ្ញុំក៏ទើបតែស្គាល់ថ្មីនេះដែរព្រោះពួកគេក៏ទើបតែផ្លាស់មកនៅទីនេះឃើញថាមានសមាជិក3នាក់ម្ដាយឪពុកនិងកូនស្រីម្នាក់កូនស្រីឈ្មោះអារ្យាម្ដាយឈ្មោះភិរមនិងលោកពុកគេនឹងឈ្មោះអ៊ីឈ្មោះស្អីចេះវៃភ្លេចបាត់ទៅហើយនេះអេនៅចង់មាត់ហ្នឹងអោប្រាប់ហើយក៏ទៅវិញឆ្កយអញ្ចឹងទៅអេនេះតិចពួកចោវាមកស៊ើបស៊ូពីអ្នកផ្ទះនេះទេដឹងអីហើយ ខ្ញុំនៅសុកក៏ប្រាប់ពីសមាជិកក្នុងផ្ទះនេះចុះបើវាជាចោលចូលមកផ្លាន់នោះមិនចាប់ទៅហើយទេអីសមាជិកក្នុងផ្ទះមានតែ3នាក់ចុះបើវាមកផ្លាន់នោះនៅមិនកើតទេអូយនៅមិនបានទេលោកអើយលោកទៅផ្ទះវិញសិនហើយនេះយ៉ាងម៉េចហ្នឹងនៅសុកក៏ខ្លាចជាទុនសុឆាន់តែឲ្យក្រុមហ៊ុនអេដវីនបែបនេះហើយជីវិតឯងនេះគឺពិតជាសំណាងយ៉ាងនេះ សំណាងអីទេត្រូវរស់នៅជាមួយនឹងការលាក់បាំងនោះណែបើមកអេដវីនគាត់ដឹងថាខ្ញុំជាអ្នកណាច្បាស់ជាឆាប់ឈុលមិនខានទេណែឯងប្រុងលាក់គ្រប់គ្នាដល់ពេលណាទៀតណែរស់នៅបែបនេះគ្មានសេរីភាពផ្លូវចិត្តទេធ្វើអីខ្លាចគេដឹងរហូតខ្ញុំខ្លាចតែគ្រួសារអេដវីនមួយទេបើមកគេដឹងគាត់ប្រកាសជាឈប់ឲ្យកូនគាត់មកតាក់ទងជាមួយខ្ញុំទៀតខ្ញុំខកអស់ហើយដែលព្រមទទួលការងារមួយនេះ មកតែគាត់នៅពេលនេះគេប៉ាត់ជាពេញចិត្តនឹងឯងប្រហែលជាចង់ចាប់គូឯងនឹងកូនរបស់គាត់ក៏ថាបានដែរនឹងមិនស្អីមិនគាត់តែមកខ្ញុំសុំស្គាល់ដល់ម៉ាក់ប៉ាខ្ញុំទៀតខ្ញុំក៏ធ្វើបែបណាទៅឯងមានតែធ្វើយ៉ាងម៉េចទៅប្រាប់គាត់ទៅថាឯងជាឆានុនជាមនុស្សដែលគាត់ធ្លាប់ស្អប់កាត់ច្រាំងធ្វើឲ្យទៅនាំតែស្មុគស្មាញសម័យនេះតាហើយយ៉ាងណាការពិតនៅតែជាការពិតហ្នឹងណែមកតិចមើលនៅក្នុងហាងណាមិនមែននៅផ្ទះទេអ្នកនេះមកអត់គម្របមែន ចាំបើគាត់ដឹងការប៉ិនថាខ្ញុំជាឆានុនខ្ញុំមិនចាប់តែហើយទេខ្ញុំនិងអេដវីនក៏ត្រូវឆ្ងាយពីគ្នាទៀត នេះអ្នកម្នាក់នេះឈ្មោះដើមជាឆានុនហើយឆានុននោះទៅធ្វើអីឲ្យគ្រួសារខាងនោះគេស្អប់តែចាំស្ដាប់ទៀតមើលសិនបាទដឹងក៏ដឹងតែជាពេលមកពិសោធន៍ថាអេដវីនស្រឡាញ់អីឬអត់ដែរទេទូអេដវីនបែបនេះណែបើគេស្រឡាញ់អញពិតមែនទូម៉ាក់ប៉ាគេបង្ខំយ៉ាងណាក៏ដែរក៏មិនអាចហាមឃាត់គេបានដែរចាបើរឿងនេះជារឿងរបស់អ្នកទាំងពីរវិញពួកឯងនឹងធ្វើបែបណាទេបើជាខ្ញុំមិនលាក់បាំងនឹងនរណាទេខ្ញុំធ្វើជាខ្លួនឯងវិញនរណារាប់បានក៏រាប់មិនបានក៏តាមនឹងទេខ្ញុំក៏ចឹងដែរក្រែងខំកែប្រែខ្លួនឯងដើម្បីជាខ្លួនឯងឯងមិនក៏មិនលាក់បាំងធ្វើអីទេសម័យនេះតាហើយអ្នកកែផេតគឺមានច្រើនកកោកហ្នឹង
ฮะตามปิดดิ่งนี่จิกเตยจีโปรแกรมเพชรมุกจิสไรนึกจะเมื่อบันดังสองไงนี่บางเรื่องประเด็นชุดไอ้หายใต้ก็เตยซบใส่ตึกแต่เอาจนที่นี่มันแตก ไอ้นี่ยันนี้มันใครโปมันเนี่ยแปะเป็นตาใครขนมอริยาเต้ถ้าว่าเราจะมาสลับปวยยังจังอะไรเถอะบ้านให้ បានលើក៏លើតាំងណាមួយក៏មិនដឹងថាជាអ្នកណាផងហ្នឹងបាទដឹងក៏មិនចម្លែកចិត្តដែរបានហើយពួកយើងហៅអីស៊ីតាំង ตามปิดเนียงอารยานุจีโปรแกเพชรโบจิสไรซอให้ชโมชันนนโดมกจีอารยาเวง นี่คำแต่ลอยกระตามปิดจิกเตยซอ ดำดังนี้ปิดจีสำคัญสำหรับเนียงชนไอให้มาเตยเนาะตราแต่ติดไฟบัดไปเตะบานปูโนสเตลงงอ้อยเตยเบาบาน ข้อแต่ปรับเนียงชนไอสัน ปันเน่ดังแต่บานลุยใจติดให้ขยม